សួស្តីក៏ដូចជាស្វាគមន៍ទៅកាន់ប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះដែរយើងមកបន្តនៅភាគទី11នៃរឿងកម្ពុជាអ្នកប្រយុទ្ធគ្មានគូប្រៀបមុននឹងចូលដល់សាច់រឿងសូមអ្នកទាំងអស់គ្នាខមមិនរូបបេះដូងឲ្យ admin ម្នាក់មួយផងសេរឿងក៏បានចាប់ផ្ដើមក៏មាននៅកងទ័ពមួយក្រុមពួកគេក៏បានធ្វើដំណើរមកផ្ទះនៃគ្រួសារចៅក៏លេចទៅមើលក្បួនរបស់គេក៏ពិតជាឡើងរង្គើដីទៅហើយមនុស្សតែនៅទីនោះគេពិតជាផិតភ័យខ្លាំងមែនទែនក៏មានមេទ័ពម្នាក់គេក៏មានឈ្មោះថាវ័យជនហើយគេក៏បានបញ្ជាកងទ័ពទាំងអស់ឡោមព័ទ្ធនៅផ្ទះគ្រួសារចៅនៅពេលនោះកងទ័ពទាំងអស់ក៏បានស្ដាប់បញ្ជាគេផងដែរក៏លេចទៅមើលមនុស្សនៅក្នុងគ្រួសារចៅឯនោះវិញពួកគេមិនដឹងថាកងទ័ពទាំងនេះមកពីណានោះទេបន្ទាប់មកវ័យជនក៏បានណែនាំឈ្មោះរបស់គេហើយថែមទាំងសួររកមេបញ្ជាការចៅម៉េចនិងចៅសៀននៅឯណាហើយគេទាំងពីរគឺជាឪពុកកូនទាំងពីរនាក់នឹងឯងក៏លេចទៅមើលមនុស្សនៅក្នុងគ្រួសារចៅឯនោះវិញពួកគេគឺមិនដឹងអ្វីនោះទេបានត្រឹមដឹងថាអ្នកទាំងពីរគឺជាចៅវាយចាស់របស់គេក៏លេចទៅមើលមេទ័ពវ័យជនឯនោះវិញគេពិតជាខឹងខ្លាំងមែនទែនគេគ្មានអ្វីព្រួយបារម្ភនោះទេគេក៏បានបញ្ជានៅកងទ័ពទាំងអស់ឆាប់កំទេចនៅគ្រួសារចៅអស់ភ្លាមទៅនៅពេលនោះកងទ័ពទាំងអស់ក៏បានសម្រុកចូលមករីឯមនុស្សនៅក្នុងគ្រួសារចៅនេះវិញគេពិតជាភ័យខ្លាំងមែនទែនបន្ទាប់មកក៏មាននៅកងទ័ពម្នាក់គេរៀបនឹងកាប់ទៅបរិសម្នាក់នោះហើយបរិសម្នាក់នោះពិតជាភ័យខ្លាំងមែនទែនគេមិនទាន់នឹងចង់ស្លាប់នោះទេនៅពេលនោះដែរកងទ័ពម្នាក់នោះក៏បានខ្ទាតមកក្រោយផងដែរមូលហេតុដែលគេខ្ទាតបែបនេះគឺចៅហ្វាំងទាត់គេនឹងឯងនៅពេលនោះតួឯករបស់យើងក៏បានចាប់ផ្ដើមដើរមកក៏លេចទៅមើលនៅក្នុងដៃរបស់ចៅហ្វាំងក៏មាននៅដើមមួយដើមកងទ័ពទាំងអស់ឃើញបែបនេះមិនហ៊ានប្រយុទ្ធជាមួយចៅហ្វាំងទាល់តែសោះវិជននៅវិញគេក៏បាននិយាយថាបើសិនជាអ្នកណាយកក្បាលចៅហ្វាំងបានគេនឹងឲ្យរង្វាន់ធំទៅអ្នកនោះគ្រាន់តែលើបែបនេះភ្លាមកងទ័ពទាំងអស់ក៏បានសម្រុកចូលប៉ុន្តែពួកគេគ្មានគីឡូអីជាមួយនឹងចៅហ្វាំងនោះទេក៏បានត្រូវចៅហ្វាំងវាយម្នាក់ម្ដងខ្ទាតមកក្រោយទាំងអស់ចៅហ្វាំងក៏បាននិយាយថាបើសិនជាអ្នកណាហ៊ានធ្វើបាបនៅគ្រួសាររបស់គេច្បាស់ជាសម្លាប់អ្នកនោះជាក់ជាមិនខានវិជនលើបែបនេះគេក៏បាននិយាយថាអត់តែឯងអាចយកឈ្នះយើងបានដែរចៅហ្វាំងក៏បាននិយាយថាបើសិនជាចង់ដឹងយើងទាំងពីរចាប់ផ្ដើមប្រយុទ្ធគ្នាទៅតើអ្នកណាឈ្នះអ្នកណាចាញ់បន្ទាប់មកវិជនក៏បាននិយាយថាកុំក្រអឺតក្រទមពេកហើយគេក៏បានសម្រាប់ខ្លួនចុះពីលើសេះគេមកក្លែងទៅមើលលំពេញរបស់គេអស់នៅដីឡើងចេញអណ្ដាតភ្លើងទៅហើយគេក៏បាននិយាយថែមទៀតថាតើចៅហ្វាំងអាចទប់ទល់នៅស្នៀតកំបិតរបស់គេបានប៉ុន្មានស្នៀតដែរបន្ទាប់ពីនិយាយហើយគេក៏បានសម្រាប់ខ្លួនចូលទៅប្រយុទ្ធជាមួយនឹងចៅហ្វាំងយើងក៏ឃើញថាស្នៀតលំពេញរបស់គេក៏មិនអន់ដែរនៅពេលនោះដែរចៅហ្វាំងមិនទាន់តដៃទៅវិញទេគេបានកិច្ចចោះកិច្ចឡើងបន្ទាប់មកអ្នកទាំងពីរក៏បានប្រវត្តិរៀងខ្លួនកាប់គ្នាទៅវិញទៅមកអញ្ចឹងទៅឃើញបែបនេះជីសានក៏ពិតជាបារម្ភទៅកាន់ចៅហ្វាំងពិតមែនគេសង្ឃឹមថាចៅហ្វាំងមិនកើតអីទៅចុះជីតារបស់ចៅហ្វាំងក៏បាននិយាយថាមេតបម្នាក់នោះគេគឺជាឧត្តមសេនីយ៍ផ្កាយ2ក៏លេចមកមើលចៅហ្វាំងនេះវិញគេគ្រាន់តែជាតារាក្បាច់គុណផ្កាយ9តែប៉ុណ្ណោះភាពខុសគ្នារវាងអ្នកទាំងពីរក៏ពិតជាខុសគ្នាឆ្ងាយមែនទែនគ្មានបរិមម្នាក់ក៏បានសួរទៅជីតាចៅហ្វាំងថាបើសិនជាចៅហ្វាំងបរាជ័យនៅការប្រកួតមួយនេះតើមានរឿងអ្វីនឹងកើតឡើងទៅបើសិនជាចៅហ្វាំងបរាជ័យនឹងការប្រកួតនេះពិតមែនច្បាស់ណាស់លោកតានឹងវាយចៅហ្វាំងឲ្យដល់ស្លាប់ថែមទាំងដុតជាមួយថ្មទៀតផងគ្រាន់តែលើបែបនេះភ្លាមអបិតងៅនោះក៏បានគិតក្នុងចិត្តថាអនាគតរបស់គេគឺនៅវែងឆ្ងាយគេច្បាស់ជាមិនស្លាប់ជាមួយពួកចៅហ្វាំងនោះទេគេក៏បាននិយាយទៅកាន់បរិសម្នាក់ទៀតដែលនៅចិត្តនោះបើសិនជាមានឱកាសយើងនឹងសុំចោះចាញ់លើទៅមើលអ្នកទាំងពីរនោះវិញគេកំពុងតែប្រយុទ្ធគ្នាហើយក្បាច់គុណអ្នកទាំងពីរពិតជាមិនធម្មតាពិតមែនវាយគ្នានៅក្រៅមិនអស់ចិត្តក៏បានសម្រាប់ខ្លួនវាយគ្នានៅលើបន្ថែមទៀតបន្ទាប់មកវ័យជនក៏បានប្រលំពេញរបស់គេដាក់ទៅលើចៅហ្វាំងម៉ាំងធ្វើឲ្យចៅហ្វាំងខ្ទាតមកក្រឹមបាត់ទៅហើយចៅហ្វាំងក៏បានបញ្ចេញនៅក្បួនដាវទេពភាពរបស់គេចេញមកថែមទាំងបញ្ជាដាវ3ដើមទៅកាន់វ័យជនពេលបែបនេះវ័យជនក៏បានប្រនៅធម្មពលលំពេញរបស់គេចេញមកយើងក៏ឃើញថាធម្មពលអ្នកទាំងពីរក៏ពិតជាមានកម្លាំងប្រហាក់ប្រហែលគ្នាវ័យជនក៏បាននិយាយថាថ្ងៃនេះគឺជាថ្ងៃស្លាប់របស់ឯងហើយក៏เลยទៅមើលចៅហ្វាំងវិញគេកំពុងគិតថាបើសិនជាគេប្រយុទ្ធបែបនេះតទៅមុខទៀតច្បាស់ណាស់គេនឹងចាញ់វ័យជនមានតែប្រល្បិចនោះទេទើបអាចយកឈ្នះគេបានបន្ទាប់ពីនិយាយហើយចៅហ្វាំងក៏បានលើកដាវរបស់គេឡើងទៅលើនៅពេលនោះដាវរបស់គេក៏បានបញ្ចេញនៅធម្មពលដ៏អស្ចារ្យមួយគ្រប់គ្នានៅទីនោះគេក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយកំពុងតែបញ្ចេញធម្មពលនៅលើអាកាសនោះស្រាប់តែចៅហ្វាំងក៏បានចុះមកក្រោមវិញហើយស្មានតែចៅហ្វាំងបញ្ចេញធម្មពលប្រយុទ្ធគ្នាមានអីចៅហ្វាំងក៏បានដាក់មេផៃរត់ឡើងហុយដីជីងហើយកំពុងតែរត់នោះគេក៏បាននិយាយថាឲ្យវ័យជននឹងចាំគេមួយរយៈសិនបន្ទាប់ពីគេហាត់ក្បាច់គុណបានជោគជ័យគេនឹងវិលមកវិញដើម្បីប្រកួតជាមួយនឹងវ័យជនម្ដងទៀតហើយគ្រប់គ្នានៅទីនោះភ្ញាក់ផ្អើលហាមកឡើងប៉ុណ្ណាណីវ័យជនឃើញបែបនេះពិតជាខឹងខ្លាំងមែនទែនមិនគួរណាត់ចៅហ្វាំងប្រល្បិចដាក់គេនោះទេហើយគេក៏បានបញ្ជាកងទ័ពទាំងអស់ដេញ
ចាប់ចៅហ្វាំងទៀតទៅហើយចៅហ្វាំងនេះវិញក៏បានរត់បណ្ដាស្រែកប្រាប់ជីតាគេបណ្ដាប្រញាប់ទប់ទល់ជាមួយវេជនភ្លាមទៅគេមានវិធីដោះស្រាយលើបែបនេះលោកតាក៏បានយល់ចិត្តចៅផងដែរនៅពេលនោះដែរគាត់ក៏បានដកដាវគាត់ចេញមកដើម្បីប្រយុទ្ធជាមួយវេជនឃើញបែបនេះវេជនក៏បានអស់សំណើចផងដែរគេក៏បាននិយាយឌឺដងទៅកាន់លោកតាថាតាចាស់ហាខ្ញុំមើលទៅលោកតាក៏មានអាយុច្រើនផងដែរហើយក៏ចិត្តចូលមកជួបផងដែរមិនគួរណាមកហាមឃាត់ខ្ញុំបែបនេះនោះទេបើសិនជាចង់ប្រយុទ្ធខ្ញុំមិនបន្ធូរដៃឲ្យតាចាស់ឯងទេបន្ទាប់ពីនិយាយហើយគេក៏បានដកលំពេងរបស់គេដាក់ទៅលើលោកតាមួយលំពេងក៏ប៉ុន្តែក្បាច់ដៃរបស់លោកតាក៏មិនអន់នោះទេលោកតាក៏បាននិយាយថាទោះបីជាគាត់ប្រយុទ្ធមិនកើតក៏ដោយប៉ុន្តែលោកតាអាចទប់ទល់ជាមួយនឹងវេជនបាន3ស្នៀតដែរក៏លេចទៅមើលចៅហ្វាំងនោះវិញគេក៏បានបញ្ឆោតនៅកងទ័ពទាំងអស់ក៏បានមកឆ្ងាយហើយគេក៏បានគិតនៅក្នុងចិត្តថាមនុស្សទាំងនេះបើជាមានប្រយោជន៍ដល់ខ្ញុំបើសិនជាខ្ញុំនឹងកម្ចាត់មនុស្សទាំងអស់នេះច្បាស់ណាស់កម្រិតរបស់ខ្ញុំពិតជាកើនឡើងជាក់ជាមិនខាននៅពេលនោះដែរចៅហ្វាំងក៏បានប្រើនៅដាវរបស់គេយ៉ាងស្ទាត់ជំនាញកាប់ទៅលើកងទ័ពទាំងនោះប្រើគុណដាវផងប្រើនៅកណ្ដាប់ដៃទេវភាពរបស់គេផងធ្វើឲ្យកងទ័ពទាំងនោះប៉ាំងម្ដងម្នាក់ទៅនៅពេលនោះដែរក៏មានកងទ័ពម្នាក់ឃើញចៅហ្វាំងប្រយុទ្ធពូកែបែបនេះហើយគេក៏មិននឹកស្មានថាក្បាច់គុណរបស់ចៅហ្វាំងសាហាវបែបនេះនោះទេមិនទាន់និយាយផុតពីមាត់ផងក៏បានត្រូវចៅហ្វាំងដាក់មួយដៃឡើងប៉ើងឃើញបែបនេះវេជនពិតជាខឹងខ្លាំងមែនទែនគេក៏បានដោះខ្លួនរបស់គេចេញពីលោកតាផងដែរក៏ប៉ុន្តែលោកតាមិនឲ្យគេទៅណានោះទេហើយក៏ត្រូវបានវេជនដាក់លោកតាមួយជើងឡើងប៉ើងទៅក្រោយហើយជីសាននៅវិញគេពិតជាបារម្ភទៅកាន់លោកតាមែនទែននៅពេលនោះដែរវេជនក៏បាននិយាយថាបើសិនជាអ្នកទាំងអស់គ្នាចង់ស្លាប់ខ្ញុំនឹងធ្វើតាមបំណងរបស់អ្នកទាំងអស់គ្នានៅពេលនោះដែរគេបានប្រើរំពេងរបស់គេក៏មាននឹងដួងវិញ្ញាណរបស់នាគរាជគេក៏បានប្រើនៅធម្មពលមួយនោះបញ្ជូនមកអ្នកទាំងអស់គ្នាផងដែរលោកតាឃើញបែបនេះគាត់ក៏បានប្រើនៅក្បាច់ដៃរបស់គាត់ដើម្បីរកនៅធម្មពលមួយនេះក៏ប៉ុន្តែធម្មពលមួយនេះវាពិតជាខ្លាំងមែនទែនហើយលោកតាទប់បញ្ចប់នោះទេក៏បានខ្ទាតប៉ើងមកក្រោយនៅពេលនោះដែរវេជនក៏បាននិយាយថាថ្ងៃនេះគេនឹងសម្លាប់ម្នាក់ទាំងអស់គ្នាដែលនៅទីនេះមិនឲ្យនរណាម្នាក់រួចខ្លួនបានឡើយគេក៏បានសម្រាប់ខ្លួនទៅលើរៀបនឹងប្រធម្មពលមកដាក់មនុស្សទាំងអស់គ្នានៅទីនេះហើយនៅពេលនោះចៅហ្វាំងក៏បានមកតាន់ផងដែរគេក៏បានប្រើនៅក្បាច់ដៃរបស់គេទប់ទល់នឹងលំពេញរបស់វេជនក៏ប៉ុន្តែធម្មពលរបស់វេជនគឺខ្លាំងជាងធ្វើឲ្យចៅហ្វាំងខ្ទេតមកក្រោមទៅហើយលោកតាហើយនឹងជីសានពិតជាបារម្ភពីចៅហ្វាំងពិតមែនក៏ប៉ុន្តែចៅហ្វាំងគេមិនអីនោះទេគេក៏បានក្រោកឈរឡើងឃើញបែបនេះវេជនក៏បាននិយាយថាថ្ងៃនេះគេនឹងបំផ្លាញគ្រួសារចៅឲ្យអស់មិនទុកឲ្យនរណាម្នាក់រស់នៅមានជីវិតម្នាក់នោះឡើយហើយសាច់រឿងក៏បានឆ្លេះនៅត្រង់ចំណុចនេះបើក៏ឆ្កនឹងកន្លែងណាមួយសំខាន់ទេនឹងអភ័យទោសដល់ admin ផងហើយប៉ុន្មានថ្ងៃនេះ admin ពិតជារវល់ធ្វើការខ្លាំងមែនទែនតែ admin នេះឆ្លៀតយកពេលបន្តិចបន្តួចដើម្បីទម្លាក់រឿងឲ្យអ្នកទាំងអស់គ្នាមើលសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវគ្គក្រោយទៀតបាយបាយ